តើអ្វីទៅគឺជាកិច្ចសន្យាការងារមានថេរវេលាកំណត់កិច្ចសន្យាការងារមានថេរវេលាកំណត់ដែលហៅកាត់ជាភាសាអង់គ្លេសថា FDC គឺជាកិច្ចសន្យាការងារដែលមានថេរវេលាមួយជាកំណត់កិច្ចសន្យាការងារនេះមានពេលវេលាឬក៏កាលបរិច្ឆេទចាប់ផ្ដើមនិងបញ្ចប់ជាក់លាក់ឧទាហរណ៍កិច្ចសន្យាការងារមានថេរវេលាកំណត់1ឆ្នាំដែលមានកាលបរិច្ឆេទចាប់ផ្ដើមនៅថ្ងៃទី1ខែមករាឆ្នាំ2025និងមានកាលបរិច្ឆេទបញ្ចប់នៅថ្ងៃទី31ខែធ្នូឆ្នាំ2025លក្ខខណ្ឌសំខាន់មួយចំនួននៃកិច្ចសន្យា FDC រួមមានត្រូវធ្វើជាលាយលក្ខណ៍អក្សរត្រូវមានកាលបរិច្ឆេទចាប់ផ្ដើមនិងបញ្ចប់ជាក់លាក់ក្នុងមួយកិច្ចសន្យា FDC មិនអាចមានថេរវេលាលើសពី2ឆ្នាំឡើយកិច្ចសន្យា FDC អាចបន្តជាថ្មីម្ដងឬច្រើនដងបានប៉ុន្តែថេរវេលាសរុបមិនអាចលើសពី2ឆ្នាំឡើយកិច្ចសន្យា FDC អាចមានថេរវេលាច្រើនបំផុតត្រឹម4ឆ្នាំអាស្រ័យលើថេរវេលានៃកិច្ចសន្យា FDC លើកទី1ដែលកម្មករនឹងយល់ចិត្តបានចុះឧទាហរណ៍ប្រសិនបើកិច្ចសន្យាលើកទី1មានថេរវេលាកំណត់6ខែដូច្នេះថេរវេលាកំណត់អតិបរមានៃកិច្ចសន្យា FDC នេះគឺ2ឆ្នាំ6ខែប្រសិនបើកិច្ចសន្យាលើកទី1មានថេរវេលាកំណត់1ឆ្នាំដូច្នេះថេរវេលាកំណត់អតិបរមានៃកិច្ចសន្យា FDC នេះគឺ3ឆ្នាំប្រសិនបើកិច្ចសន្យាលើកទី1មានថេរវេលាកំណត់2ឆ្នាំដូច្នេះថេរវេលាកំណត់អតិបរមានៃកិច្ចសន្យា FDC នេះគឺ4ឆ្នាំអ្នកទាំងអស់គ្នាអាចធ្វើការស្វែងយល់បន្ថែមអំពីប្រភេទនៃកិច្ចសន្យាការងារបានតាមរយៈសេចក្តីណែនាំលេខ050ឆ្នាំ2019របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ